皆さんこんにちはសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានលើកលំហាត់ថ្មីមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាទៀតហើយអញ្ចឹងលំហាត់ប្រភេទថ្ងៃនេះគឺតាក់ទងទៅនឹងបឿនពោតាក់ទងទៅនឹងវេយ្យាករណ៍ជា LPT កម្រិត N4 ខ្ញុំបានលើកយកនៅពាក្យពិបាកមួយចំនួនក៏ដូចជាលំហាត់មួយចែករំលែកទៅកាន់អ្នកទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់ការបកស្រាយនៅលំហាត់មួយនេះគឺខ្ញុំចែករំលែកមួយទៅកាន់អ្នកទាំងអស់គ្នាតាក់ទងទៅនឹង Channel YouTube របស់ខ្ញុំអ្នកទាំងអស់គ្នាអាចចូលចុច Subscribe ម្នាក់មួយបានដែលមានឈ្មោះថាសិនសេសុភីបន្តិចទៀតខ្ញុំនឹងដាក់ចូលទៅក្នុងវីដេអូនេះដែរដូច្នេះអ្នកទាំងអស់គ្នាអាចចូលទៅ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗអញ្ចឹងតាមលំហាត់ប្រភេទហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវតែរើសចម្លើយ Ichiban, Niban, Sanban ឬក៏ Yonban អញ្ចឹងគឺតាក់ទងទៅនឹងពាក្យពិបាកបើសិនជាអ្នកទាំងអស់គ្នាចេះពាក្យបានច្រើនគឺងាយស្រួលមែនទែនក្នុងការធ្វើលំហាត់មួយនេះじゃあ皆さんIchiban គេទៅសេថាこの住所が正しいかどうか何々々くださいអញ្ចឹងវេយ្យាករណ៍គឺខ្ញុំបានទៅសេបន្តនៅខាងក្រោមនេះគឺកដោកអញ្ចឹងតើអ្នកទាំងអស់គ្នាបានធ្លាប់រៀនវេយ្យាករណ៍កដោកដែរឬទេតោះមុននឹងចូលទៅដល់លំហាត់គឺចែករំលែកទៅកាន់អ្នកទាំងអស់គ្នាមួយចំណុចទៀតតាក់ទងទៅនឹងពាក្យពិបាកពីព្រោះយើងរៀនពាក្យច្រើនគឺងាយស្រួលក្នុងការធ្វើលំហាត់មែនទែនអញ្ចឹងទាំងអស់មាន6ពាក្យទាំងអស់គ្នាពាក្យទី1គឺគេទៅសេថាជឺឆូខានជីមាន2ជឺឆូបកប្រែថាអាសយដ្ឋានពាក្យទី2គឺសាវ៉ារឹមកពីពាក្យសាវ៉ារីម៉ាស់បកប្រែថាប៉ះដៃប៉ះជើងអីហ្នឹងគឺសាវ៉ារឹពេលបន្តគឺថាដាស៊ីខានជីមាន1ថាដាស៊ីបកប្រែថាដែលត្រឹមត្រូវថ្នាក់ពាក្យគឺជាគុណនាមអ៊ីត្រូវចងចាំរាល់ពាក្យទាំងឡាយណាដែលបញ្ចប់នឹងកតុយដោយមានអក្សរអ៊ីនោះគឺជាគុណនាមអ៊ីហើយនៅក្នុងភាសាជប៉ុនពេលបន្តគឺខូវ៉ារេរឹខានជីរៀងស្មុគស្មាញបន្តិចប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែព្យាយាមចងចាំខូវ៉ារេរឹបកប្រែថាខូចខាតពេលបន្តគឺស្ទេរឹបកប្រែថាបោះចោលបោះសម្រាមចោលបោះអីហ្នឹងគឺស្ទេរឹចេញមកពីពាក្យ stemas ជាកិរិយាសព្ទតោះដោយសារតែខាងនោះចង្អៀតពេកខ្ញុំបានលើកយកមកដាក់នៅខាងក្រោមពាក្យចុងក្រោយគឺស៊ីរ៉ាបេរឹខានជីមានតែមួយទេស៊ីរ៉ាបេរឹបកប្រែថាស្រាវជ្រាវអូខេតោះមីណាសានអញ្ចឹងពាក្យពិបាកទាំងអស់មាន6អញ្ចឹងតោះមើលទៅលើលំហាត់ទាំងអស់គ្នាこの住所が正しいかどうか何々々くださいអញ្ចឹងវេយ្យាករណ៍កដោកអ្នកទាំងអស់គ្នាមានធ្លាប់រៀនទេកដោកមកប្រែថាអូខេអញ្ចឹងវេយ្យាករណ៍កដោកតាមមើលទាំងអស់គ្នាこの住所が正しいかどうかអ្នកទាំងអស់គ្នាជ្រើសមួយណា壊れて捨てるឬក៏捨てて調べてឬក៏触ってអូខេចម្លើយដែលត្រឹមត្រូវ皆さんមានតែមួយទេចម្លើយដែលត្រឹមត្រូវនោះគឺ3番ですចម្លើយត្រឹមត្រូវគឺ3番កន្លែងរង្វង់កញ្ចក់នេះគឺដាក់ពាក្យថាស៊ីរ៉ាបេតេតោះស៊ីរ៉ាបេតេហ្នឹងគឺបកប្រែថាស្រាវជ្រាវស៊ីរ៉ាបេតេអញ្ចឹងតោះដាក់ចូលទាំងអស់គ្នា皆さんこの住所が正しいかどうか調べてくださいអញ្ចឹងប្រយោគខ្ញុំតែងតែប្រាប់ឲ្យឃើញបាក់បកឃើញកាបកអញ្ចឹងこの住所がអាស័យដ្ឋានហ្នឹងអញ្ចឹងបបពីក្រោយសូមស្រាវជ្រាវថាតើត្រឹមត្រូវឬក៏មិនត្រឹមត្រូវថាដាស៊ីកាដូកាអញ្ចឹងវេយ្យាករណ៍កាដូកាបកប្រែថាថាតើឬក៏មិនតោះម្ដងទៀតមីណាសានこの住所が正しいかどうか調べてくださいអញ្ចឹងអាស័យដ្ឋានមួយហ្នឹងសូមស្រាវជ្រាវផងថាត្រឹមត្រូវឬក៏មិនត្រឹមត្រូវអូខេតើមីណាសានអញ្ចឹងតាក់ទងទៅនឹងលំហាត់ថ្ងៃហ្នឹងដែលខ្ញុំបានលើកយកមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាគឺមានតែប៉ុណ្្នឹងទេអញ្ចឹងជាចុងក្រោយគឺសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចុច Subscribe ក៏ដូចជា Follow page ម្នាក់មួយផងដែលមានឈ្មោះថាសិនសេសុភីទាំង Facebook Page ទាំង YouTube ទាំង Instagram ទាំង TikTok អីហ្នឹងគឺអ្នកទាំងអស់គ្នាអាចឆែកបានគ្រាន់តែឆែកសិនសេសុភីមកគឺចេញមកទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅ Subscribe និង Like ម្នាក់មួយផង